Chắc phải đam chép thật thì bị là còn mấy sống lên xô bị ông cha mà nè xô tờ bố cô lô cổ thả có bông thua vậy hỏi gọt có bán này vậy thàខ្លួនកំពុងរាប់ចំនួនពពកទាំងអស់នៅលើមេឃហើយខ្លួនឆ្ងល់ថាតើក្នុងមួយថ្ងៃខ្លួនអាចរាប់ពពកចំនួនប៉ុន្មានអ៊ំចាំងក៏ទៅសួរថាតើមិនបាននៅដេកចឹងទៀតអត់ធ្វើការធ្វើអីទេមែនពូកូឡូកូក៏បានតបថាតើអ៊ំដឹងពាក្យថាថែនជួយសាស៊ូមានន័យថាម៉េចទេអ៊ំចាំងក៏មិនដឹងថាមានន័យយ៉ាងម៉េចទេហើយពូកូឡូកូគាត់ក៏បាននិយាយបន្តទៀតថាគាត់នឹងគឺបានទៅទីក្រុងនៅឯ3ថ្ងៃមុនហើយបានលេងល្បែងចាញ់នឹងអស់លុយពីខ្លួនហើយព្រោះថាពេលដែលខ្លួនលេងហ្នឹងគឺអត់បានប្រាប់ឲ្យគេហ្នឹងមើលទឹកលុយរបស់ខ្លួនតែដល់ពេលចាក់អស់ពីខ្លួនហើយមិនដឹងថាខ្លួនហ្នឹងអស់លុយហើយគាត់ក៏បាននិយាយមកថាថែមជាសាស៊ូហ្នឹងគឺមានន័យថាចំណុចធ្លាក់ដល់សូន្យបំផុតនៃជីវិតរបស់យើងពូកូគាត់និយាយថាខ្លួនគឺផ្ទុយពីនេះព្រោះថា2ខែខាងមុខទៀតនេះខ្លួននឹងក្លាយទៅជាបុរសដែលរីករាយនៅក្នុងជីវិតបំផុតអ៊ំចាងក៏ទៅសួរថាចង់ធ្វើដូចយាយកាចាស់មួយដែលអង្គុយនៅកណ្ដាលផ្លូវរហូតហើយដែលធ្វើអីនៅពេលរដូវក្តៅហ្នឹងមែនហើយពូកូឡូកូគាត់ក៏បញ្ជាក់ពីរឿងហ្នឹងអញ្ចឹងអ៊ំប្រុសក៏បាននិយាយថាណែចាំអញប្រាប់រឿងសំណាងទៅឯងឃើញព្រៃនោះទេម្ចាស់ដីគេគឺមានការងារពួកយើងធ្វើចឹងហើយទៅធ្វើនៅនឹងទៅក្មួយព្រោះកូឡូកូគាត់ក៏ប្រកែកថាអូយគាត់មិនធ្វើទេគាត់ចង់នៅជីវិតស្រួលវិញហើយគាត់និយាយបន្ថែមទៅប្រាប់អ៊ំថាចុះអ៊ំមិនទៅធ្វើខ្លួនឯងទៅអ៊ំក៏ដកដង្ហើមធំហើយនិយាយថាគាត់នឹងនៅឪពុកដែលបានស្លាប់របស់កូឡូកូនឹងគឺបានរួចពីការធ្វើជាស្ករតាំង25ឆ្នាំមុនប៉ុន្តែជីវិតដូចជាមានផ្លាស់ប្ដូរអីបន្តិចសោះហើយអ៊ំចាស់ក៏និយាយថាម្ចាស់ដីគេនិយាយហើយគឺធ្វើការតែមួយខែទេអ៊ំគិតថាឯងប្រហែលជាធ្វើបានប៉ុន្តែផូកូឡូកូបើជាមិនស្ដាប់រួចក៏និយាយបង្វែរថាឲ្យគាត់នឹងទៅពិនិត្យមើលសេះផងព្រោះមើលទៅសេះដូចជាផាម4-5ខែទៅហើយដោយសារតែជាប់និយាយគ្នាពេកផូកូឡូកូក៏វង្វេងរាប់ពពករបស់ខ្លួនហើយដោយសារតែមិនដឹងពីណាទៅណាខ្លួនក៏សម្រេចចិត្តថារាប់ម្ដងទៀតហើយអ៊ំចាងគាត់ក៏និយាយថាគាត់បានចរចាជាមួយនឹងម្ចាស់ដីហើយថានឹងឲ្យតឡាំងប្រាក់ខែពី$1000ទៅ$1200រីឯផូកូឡូកូកំពុងតែអានកាសែតពី Steel Boran ខ្លួនក៏សួរបញ្ជាក់អ៊ំចាស់ថាលុយប្រមាណដើម្បីមិញហ្នឹងដែលយើងដឹងថាផូកូឡូកូនឹងយក$1200នោះទៅចុះឈ្មោះនៅឯ Steel Boran Race ឈុតនៃសាច់រឿងក៏បានកាត់មកពេលដែលចៃរ៉ូកំពុងដោះស្រាយជាមួយចៅដែលលួចលុយ$20របស់ខ្លួនហើយបុរសម្នាក់នោះក៏ត្រូវបានគេចាប់យកចេញទៅហើយខាសៀក៏បានសួរថាតើអ្នកនឹងមែនគឺជាអ្នកលួចលុយរបស់ឯងចាំយើងទៅប្តឹងប៉ូលីសឲ្យតែចៃរ៉ូក៏និយាយថាចាំខ្លួនដោះស្រាយរឿងនៅពេលក្រោយហើយក៏បានសួរខាសៀថារកលុយហើយមែនអញ្ចឹងឲ្យវិកែបាត់មកហើយកុំភ្លេចទៅសេថ្ងៃខែនៅលើกระดาษនឹងផងហើយចៃរ៉ូក៏បានចេញមកក្រៅដើម្បីមើលថាកន្លែងណាដែលគេចាប់ផ្ដើមប្រណាំងសេះប៉ុន្តែបុរសដែលចៃរ៉ូចាប់អំបានមុននោះក៏បានស្រែកថាវាមិនទាន់ចប់ទេគ្រាន់តែលុយ$20សោះមិនក៏ឯងកំណាញ់យ៉ាងនេះហើយក៏បានឌឺដងថាបើមូនៅផ្ទះចៃរ៉ូនឹងគឺជាអាវុធមែនបើអញ្ចឹងមែនសម្រាប់គាត់ឥឡូវមកហើយអាពេលនឹងក៏បានរួចខ្លួនពីការចាប់ហើយក៏បានទាញកំភ្លើងតម្រង់ទៅក្បាលចៃរ៉ូហើយក៏និយាយថាហើយងាប់ហើយដែលមិនទាន់ទាំងគេកាយផងក៏ត្រូវបានពួកសន្តិសុខចាប់ជាប់ប៉ុន្តែទោះជាត្រូវចាប់ជាប់ក៏ដោយក៏នៅតែនិយាយឌឺដងចៃរ៉ូម្ដងហើយម្ដងទៀតរួចក៏និយាយថាខ្លួននឹងចូលទៅកាន់ការប្រកួតប្រណាំងសេះដែរហើយនឹងដេញតាមតែចៃរ៉ូនឹងប្លុកផ្លូវចៃរ៉ូរហូតហើយក៏បានអួតទៀតថាខ្លួនគឺលឿនជាងចៃរ៉ូហើយក៏បានជេរចៃរ៉ូថាគឺជាមនុស្សតែគ្មានមនុស្សធម៌ហើយខ្លួនក៏និយាយដែរថាខ្លួននឹងតាមរំខានចៃរ៉ូរហូតនៅក្នុងការប្រកួតរួចក៏សើចឌឺដងទៅលើចៃរ៉ូក៏បាននិយាយតបទៅវិញថាបើសិនជាឯងនិយាយចប់ហើយឲ្យក៏ភ្លើងទៅវាវិញទៅនៅពេលនិយាយបែបនេះចប់សន្តិសុខក៏ភ្ញាក់ផ្អើលមិនត្រឹមតែសន្តិសុខទេសូម្បីតែអបិចៅនឹងក៏ភ្ញាក់ផ្អើលនឹងសម្ដីរបស់ចៃរ៉ូដែរហើយខ្លួនក៏បាននិយាយបន្ថែមទៀតថាខ្លួននឹងមិនប្តឹងគាត់ទេលែងគាត់ទៅហើយឲ្យកំភ្លើងទៅគេវិញទៅហើយពួកសន្តិសុខគឺភ្ញាក់ផ្អើលខ្លាំងមែនទែនហើយភាំងដែរព្រោះថាមិនដែលមានណាគេទៅធ្វើចឹងទេនេះចប់ពួកសន្តិសុខក៏បានលែងនឹងបោះកំភ្លើងឲ្យទៅកាន់បុរសម្នាក់នោះរួចចៃរ៉ូក៏បាននិយាយទៅកាន់បុរសនោះថាលើកកំភ្លើងរបស់ឯងកាន់ឡើងទៅប៉ុន្តែបើសិនជាឯងធ្វើមែននោះ
វាបានន័យថាឯងគឺនឹងរំខានយើងពិតមែនហើយសម្ដីរបស់ចៃរ៉ូក៏ធ្វើឲ្យបុរសម្នាក់នោះភ័យបន្តិចបន្តួចដែរបន្ទាប់មកសន្តិសុខម្នាក់ក៏បានរត់ដើម្បីទៅប្តឹងប៉ូលីសហើយក៏បានជ្រុះផ្លូវជាមួយជនពិការម្នាក់ផងហើយដោយសារតែជ្រុះច្របល់នឹងការរត់បាំងផ្លូវទៅដល់ជនពិការម្នាក់នោះហើយគាត់ក៏បាននិយាយថាមានរឿងអីហ្នឹងខ្ញុំមើលឃើញណាជិះចេញទៅក៏បាំងផ្លូវរបស់យើងអាចង្រៃកាត់មកចៃរ៉ូនឹងចោមម្នាក់នោះវិញបុរសម្នាក់នោះគាត់ក៏ត្រៀមលើកកំភ្លើងប៉ុន្តែក៏ត្រូវបានបន្លាចនៅខ្សែភ្នែកដ៏គួរឲ្យខ្លាចរបស់ចៃរ៉ូស្ថានភាពកំពុងតែតានតឹងប៉ូលីសក៏បានដើរចូលមកហើយអបចោម្នាក់នោះក៏បានរៀបរឹកវិញថាខ្លួនគ្រាន់តែលេងសើចតែប៉ុណ្ណោះហើយក៏និយាយទៅកាន់ចៃរ៉ូថាអូយមកបែងធ្វើខ្ញុំភ័យខ្ញុំគ្រាន់និយាយលេងទេពាក្យខ្ញុំនិយាយមុនហ្នឹងក៏ប៉ុន្តែខ្ញុំគ្រាន់ចោលលើកាបូបហ្នឹងហើយក៏បាននិយាយថាសំណាងល្អក្នុងការប្រណាំងសេះណាហ៊ីហ៊ីហើយលោកប៉ូលីសក៏បានដើរចូលមកសួរថាពួកគេទាំងពីរនាក់ហ្នឹងកំពុងតែធ្វើអ្វីប្រហែលជាទ្រាំនឹងការឌឺដងរបស់ចៅម្នាក់នោះទ្រាំលែងបានទើបចៃរ៉ូទាញបាល់របស់ខ្លួនគប់ចំដៃស្ដាំរបស់ចៅម្នាក់នោះឡើងដាច់ហើយបាល់ដែលចៃរ៉ូកប់ចូលបរិសម្នាក់នោះគឺឃើញថាវានៅបង្វិលចូលក្នុងសាច់បរិសម្នាក់នោះរហូតចៃរ៉ូក៏បានទាញបាល់របស់ខ្លួនចេញមកវិញហើយដៃបរិសម្នាក់នោះក៏បន្សល់ស្នាមខូងមួយយ៉ាងធំតែស្នាមខូងនោះធ្វើឲ្យបរិសចៅនោះភ័យជាខ្លាំងចៃរ៉ូក៏និយាយឌឺដងទៅកាន់បរិសនោះវិញថាខ្លួនមិនមែនជាមនុស្សល្អនោះទេទុកកំភ្លើងនឹងនៅនឹងហើយទៅជួបពេទ្យទៅកុំឲ្យខាតពេលបាយថ្ងៃត្រង់លឺអញ្ចឹងបរិសនោះខឹងជាខ្លាំងរួចក៏បានទាញកំភ្លើងតម្រង់បាញ់ទៅចៃរ៉ូប៉ុន្តែដៃបរិសម្នាក់នោះស្រាប់តែបង្វិលមករកខ្លួនរបស់គេរួចក៏បានកេះកាយបាញ់ចំកណ្ដាលមុខរបស់ខ្លួនលុះសូរតែផាំងដែលធ្វើឲ្យបរិសម្នាក់នោះស្រែកដោយការឈឺចាប់ជាខ្លាំងតបមកចៃរ៉ូក៏បានចាក់ចេញសន្តិសុខម្នាក់នោះក៏សួរប៉ូលីសថាតើគួរតែចាប់ខ្លួនចៃរ៉ូដែរឬទេប៉ុន្តែគាត់ក៏បាននិយាយវិញថាមិនបាច់នោះទេការប្រកួតមួយនេះគឺស្មារភាពណាស់ហើយក៏គ្មានការបំបីច្បាប់នោះដែរហើយក៏សន្តិសុខពីរនាក់នោះក៏បាននិយាយគ្នាថាបានឃើញចៃរ៉ូគប់បាល់ចូលដៃបរិសម្នាក់នោះហើយលោកមកវិញហើយពួកគេភ្ញាក់ផ្អើលជាខ្លាំងព្រោះថាពេលគប់បាល់នោះហើយនៅចូលខ្សាច់បរិសម្នាក់នោះវានៅតែវិលទៀតកំពុងតែនិយាយគ្នាបរិយាកាសនៅខាងក្រោយក៏បាននិយាយថាអើយពេលណាបានចេញនឹងបាំងផ្លូវខ្ញុំហើយនេះហើយក៏បានស្រែកហៅចៃរ៉ូថាបាល់ដៃខ្លួនពងប្រើនឹងគឺជាអ្វីហើយខ្លួនក៏បានយកដៃថារកសុំមើលប៉ុន្តែចៃរ៉ូក៏បាននិយាយថាកុំប៉ះវាអីវានៅបង្វិលនៅឡើយទេដោយសារតែកម្លាំងរវល់របស់វាខ្លាំងពេកធ្វើឲ្យជនពិការម្នាក់នោះហោះចេញពីកៅអីរបស់ខ្លួនហើយសាច់រឿងក៏បានរៀបរាប់ថានេះគឺជារឿងនៃព្រេងរបស់ខ្ញុំដែលចាប់ផ្ដើមធ្វើដំណើរប៉ុន្តែមិនមែនជាការលេចលូតលាស់នៃកម្លាំងធម៌ពលនោះទេប៉ុន្តែគឺជាការលូតលាស់នៃសមត្ថភាពផ្លូវចិត្តឈ្មោះរបស់ខ្ញុំគឺ Johnny Joestar បន្ទាប់ពីជួបបុរសឈ្មោះ Jairo Chapelli ដែលមានពោពេញទៅដោយអាប់កំបាំងតាំងពីពេលចាប់ផ្ដើមរហូតដល់ទីបញ្ចប់